មើលទៅមិនសូវល្អប្រហែលទេធម្មតាហ្នឹងកុំនិយាយច្រើនឲ្យលុយមកលោកឈិនខ្ញុំមិនទាន់ឲ្យលុយលោកទេប៉ុន្តែកាបិតខ្លីនេះទុកថាអាចធ្វើឲ្យខ្ញុំបានតើពេញចិត្តឬអត់ត្រូវសាកល្បងសិនតាមមន់នោះទៅប្រកាសជាដឹងលទ្ធផលមិនខានទេគួរឲ្យអស់សំណាច់ណាស់ខ្ញុំគិតថាអ្នកនាងតូចក៏មិនច្បាស់លាស់ដែរជឿសម្ដីមនុស្សចម្លែកបែបនេះកាប់មួយដើមមិនជ្រុះរួមមន់មួយសោះមិនក៏បែបនេះទៅវិញនេះប្រកាសជាឈិនធាសាកដាវទៀតហើយនេះជាលើកទីប្រមាណហើយព្រះឲ្យងាប់មាត់ខ្ញុំខ្ទេចអាឡូអ្នកនាងតូចមុននេះក្បាលមាន់នោះវាស្លាប់តែជ្រុះចេញមកពិតជារឿងបែបនេះមែនទេមាន់នោះពិតជាស្លាប់ពិតមែនទេបាញ់ចឹងដូចគាត់និយាយហើយបាញ់ចឹងក្បិតនោះប្រកាសជាល្អរបស់គាត់ហើយលោកឈិនសូមអញ្ជើញលោកទៅក្រុងហាយជាមួយខ្ញុំម្ដងខ្ញុំឃើញថាអ្នកជាអ្នកបោកប្រាស់ខ្ញុំមិនទៅណាទេក្រុមហ៊ុនរបស់យើងមានរោងចក្រផលិតដាវមួយគឺនៅក្រុងហៃឆឹងតម្លៃផលិតកម្មប្រចាំឆ្នាំរាប់រយលានគ្រាន់តែ500លានមិនជាបញ្ហាទេខ្ញុំមិនទៅចុះបើខ្ញុំថែមឲ្យទៀតមានន័យថាម៉េចគ្រាន់តែដំកបិតមួយសោះក៏អាចរកលុយបានច្រើននឹងនារីស្រស់ស្អាតម្នាក់ទៀតដែរកុំគិតថាមានសម្រាប់អាចលួងខ្ញុំបានឲ្យសោះខ្ញុំមិនស៊ីរឿងទាំងអស់នឹងទេឈិនធាសងមាត់ខ្ញុំវិញមកលោកកំពុងពិចារណាមែនទេនៅស្គៀមធ្វើអីឆាប់ឡើងឡានមកលោកមកបរាជ័យម្ដងទៀតហើយតើនេះជាលើកទីប្រមាណហើយតើខ្ញុំគួរបញ្យល់លោកខៃអិនយ៉ាងដូចម្ដេចទៅសម្ភារៈដែលនៅសល់ទាំងនេះគ្រប់គ្រាន់សម្រាប់ដំដើមកែប្រពីម្ដងទៀតហើយណាក្រោយពីនេះទៅកុំឲ្យមានខ្មោចទៀតឲ្យសោះឬទេបាទលោកប្រធានមកប៉ាឲ្យខ្ញុំធ្វើវាទៅប្រសិនបើកាលឆ្នាំនោះខ្ញុំមិនបានចាញ់ជនជាតិជប៉ុនក្នុងការប្រកួតដំដើទេដែលបណ្ដាលឲ្យសរសៃដៃខ្ញុំដាច់អស់តើខ្ញុំនឹងធ្លាក់ដល់កម្រិតនេះដែរឬទេបើសិនជាស្លេកដំដើនៅប្រកាសជាល្អសម្រាប់យើងហើយដៃសៀនយៀនពិតជាកម្រមានណាប៉ុន្តែការដំដើក៏មិនមែនជាការលំបាកអ្វីដែរណាកន្លែងដំដើនេះមិនមែនជាកន្លែងដែលណាក៏អាចចូលបានតាមចិត្តនោះទេណាគាត់ជាមនុស្សដែលខ្ញុំនាំមកប៉ាគាត់ឈ្មោះឈិនធាខ្ញុំនាំគាត់មកដើម្បីជួយក្រុមហ៊ុនរបស់យើងរោងចក្រមករបស់យើងមានប្រវត្តិរាប់ពាន់ឆ្នាំមកហើយតែយើងត្រូវការជាមួយពីណាទៅឈិនធាមែនទេខ្ញុំមិនដែលឮឈ្មោះឈិនធាណាមួយក្នុងចំណោមអ្នកដំដើរអស្ចារ្យក្នុងប្រទេសរបស់យើងនោះឡើយណាមើលតែឯងប្រហែលជាមិនចេះប្រើម៉ាស៊ីនផងខ្ញុំគ្រាន់តែមើលឃើញឯងល្ងងខ្លាំងតែប៉ុណ្ណោះឯងចង់ប្រកួតជាមួយយើងក្នុងការដំអាវុធទេពហើយរកអ្នកណាម្នាក់មកបំពេញកន្លែងតែប៉ុណ្ណោះគេមិនអាក្រក់ដូចឯងនិយាយទេប៉ាត្រូវជឿខ្ញុំមនុស្សដែលខ្ញុំរកមកពិតជាគ្មានបញ្ហាទេយឺតពេលហើយបន្តិចទៀតលោកគណៈកម្មការខាយនៃការប្រកួតដំដើរអន្តរជាតិបានមកដល់ទីនេះហើយណាល្អណាស់ខ្ញុំនឹងឲ្យឱកាសនេះដល់ឯងប្រសិនបើក្មេងនេះប្រើសម្ភារៈទាំងនេះបន្តដាប់កាយ7បានជោគជ័យនោះឯងគឺរួចខ្លួនហើយប៉ុន្តែប្រសិនបើមិនមែនជារឿងអ្នកដែលស្នងមរតករបស់ក្រុមហ៊ុននោះទេឯងកុំគិតទៀតអីមានអ្នកស្នងមរតកទៀតហើយការដំដើរជាការងាររបស់បរិសុទ្ធហើយនេះបានជាឲ្យមនុស្សស្រីមកជ្រៀតជ្រែកបានដូច្នេះមែនក៏មិនទោសខ្ញុំឲ្យសោះល្អណាស់ខ្ញុំយល់ព្រមប្រហែលជាលោកឈិននៅតែជាអ្នកល្បីនៅក្នុងវិស័យដំដើរក៏ថាបានដែរលោកឈិនពឹងលើលោកហើយល្អណាស់ត្រៀមទៅការដំការខាត់ការជ្រលក់ទឹក3ជំហាននេះគឺមិនអាចខ្វះបាននោះទេលោកឈិនសូមអញ្ជើញខ្ញុំដូចថាលោកស្រីតូចបាននាំមនុស្សម្នាក់មកវិញនៅថ្ងៃនេះមិនដឹងថាគាត់អាចធ្វើបានឬអត់ទេណោះវាតាក់ទងនឹងជីវិតរបស់គ្រួសារមកអង្គគាត់ប្រកាសជាអាចធ្វើបានហើយចាំតែមើលទៅលោកឈិនសុំទោសខ្ញុំធ្វើមិនបានទេសុំទោសខ្ញុំមិនអាចធ្វើបានទេអេថាម៉េចធ្វើមិនបានទេខ្ញុំមើលតែឯងមិនចេះធ្វើទេខ្ញុំពិតជាមិនចេះប្រើម៉ាស៊ីននេះមែនមានតែរបៀបដំដើរបុរាណទេដែលអាចដំដើរទេបានបើសិនជាឲ្យខ្ញុំប្រើម៉ាស៊ីនទាំងនេះខ្ញុំមិនចេះប្រើវាទេមើលចុះឯងឆាប់មើលច្បាស់ទៅមើលមនុស្សដែលឯងនាំមកនៅថ្ងៃនេះទៅតើគាត់ពិតជាសាររបស់ស្ដេចដំដើរមែនទេឬក៏គាត់មិនចេះធ្វើទេឬក៏គាត់ចេះធ្វើពុតមិនចេះទៅថាម៉េចលោកខៃមកហើយហ៎ទៅទទួលលោកខៃជាមួយខ្ញុំមិនអីទេព្រោះតានាងធ្លាប់ជួយខ្ញុំជួយនាងម្ដងវិញទៅចុះ
អាយ៉ាលោកខើយតើលោកសុខសប្បាយទេសួស្ដីលោកមកតើដាវផ្កាយ7លោកផលិតបានហើយឬនៅរឿងនេះបើលោកគ្មានសមត្ថភាពទេខ្ញុំគិតថាជប់ទៅចុះមើលទៅរឿងព្រេងនិទានស្ដេចដំដាវនឹងមិនកើតឡើងតទៅទៀតទេលោកមកខ្ញុំយល់ថារឿងនេះគួរតែបញ្ចប់ទៅមើលទៅរឿងផលិតដាវទេពផ្កាយ7ច្បាស់ជាបរាជ័យហើយមានអ្នកកំពុងដំដាវប្រើនៅតែដំបែបបុរាណលោកខាយឡភ្លើងរបស់យើងបានរលត់អស់ជាច្រើនទសវត្សរ៍មកហើយលោកស្ដាប់ច្រឡំទេដឹងខ្ញុំមិនស្ដាប់ច្រឡំទេបច្ចេកទេសដំដើមបែបកូនលន់ដែលបាត់បង់អស់ជាច្រើនឆ្នាំមកហើយនាំខ្ញុំទៅមើលទៅសូមអញ្ជើញលោកខាយជួយ